រឿងដើមជាជ្វានិងដើមបាយម៉ាតចាស់បុរាណខ្មែរយើងច្រើនជឿហើយហាម5កូនចៅមិនឲ្យដាំដើមជាជ្វានៅជិតសម្យ៉ាផ្ទះព្រោះគេយល់ថាវាដាក់ម្ចាស់ផ្ទះបានជាមានជំនឿយ៉ាងនេះដោយមានរឿងដំណាលដូចតទៅជាយូរអង្វែងណាស់មកហើយមានគ្រួសារមួយជាអ្នកទីទល់ក្រប្រកបរបររកស៊ីជាកសិករក្នុងពេលមួយជារដូវរាំងស្ងួតឥតមានភ្លៀងធ្វើស្រែបុរសជាប្តីក៏លាប្រពន្ធទៅស៊ីឈ្នួលគេនៅស្រុកឆ្ងាយក្រោយដែលបុរសនោះចេញផុតទៅស្រុកក៏កើតជំងឺអហិវេតរោគរាតត្បាតពាសពេញបណ្ដាលឲ្យអ្នកភូមិទាំងមូលភ័យជ្រួលច្របល់យ៉ាងសម្បើមមុនដំបូងជំងឺនោះបណ្ដាលឡើងអំពីសត្វតូចតាចលុះយូរបន្តិចទៅក៏រាលដាលរហូតដល់សត្វធំរហូតដល់ជីវិតមនុស្សក្នុងភូមិផងគ្មាននរណាអាចជួយនរណាបានឡើយផ្ទះនីមួយៗស្ងាត់ឈឹងពេលយប់គេឮតែសំឡេងឆ្កែលូនិងពន្លឺភ្លើងប្រទីបផ្លុងត្រង់នេះមួយត្រង់នោះមួយគួរឲ្យព្រឺក្បាលពន់ពេកនៅភូមិខ្លះដែលរោគនេះមិនទាន់រាលដាលទៅដល់អ្នកនិគមជនបទទាំងនោះក៏ពុំហ៊ានដើរស្វែងរកប្រកបកិច្ចការរហេតរហូតដោយប្រក្រតីឡើយមនុស្សទាំងនោះមានកិរិយាស្ងប់ស្ងៀមមានទឹកមុខក្រៀមក្រំស្រពាប់ស្រពោនជានិច្ចនិយាយរកគ្នាទៅវិញទៅមកដោយខ្សឹបខ្សៀវមិនហ៊ាននិយាយគ្នាកោបកាកឬនឹកឈ្មោះទីកន្លែងដែលកើតជំងឺចង្រៃទាំងនោះផងទេមានថ្ងៃមួយនៅពេលដែលជំងឺកំពុងតែបង្កើនឥទ្ធិពលយ៉ាងខ្លាំងស្រាប់តែមានទាយុម្នាក់មកនិមន្តព្រះសង្ឃ4អង្គទៅចម្រើនព្រះបរិត្តនៅផ្ទះរបស់ខ្លួនលុះដល់ពេលកំណត់ទាយុនោះក៏មកទទួលព្រះនេនចៅអាវាសព្រមទាំងភិក្ខុ3រូបទៀតនិមន្តទៅដល់ផ្ទះបាសកនោះឃើញមានភ្ញៀវយ៉ាងច្រើនគេក៏និមន្តព្រះសង្ឃទាំង4អង្គឡើងលើផ្ទះគង់លើអាសនៈយ៉ាងសមគួរហើយប្រគេនភេសជ្ជៈតែស្ករបារីតាមទំនៀមបន្ទាប់មកគេនាំគ្នានមស្ការព្រះរតនត្រ័យរួចអារាធនាព្រះសង្ឃចម្រើនព្រះបរិត្តប៉ុន្តែគេទូលលោកថាសូមលោកម្ចាស់កុំសូត្រធัวករណីសូមនិមន្តសូត្ររំលងទៅរូបខេតែម្ដងទៅដើម្បីកុំឲ្យយូរពេលព្រះសង្ឃចាប់ផ្ដើមចម្រើនព្រះបរិត្តតាំងពីដើមរៀងទៅលុះដល់ធัวករណីលោកក៏រំលងចោលទៅសូត្រវិរូបខេតាមពាក្យទាយុបវារណាសុំតែម្ដងក្នុងពេលនោះសង្កេតឃើញទាយុទាយិកាសប្បាយរីករាយសើចញញឹមញញែមក្របួចមាត់ក្របួចកគ្រប់គ្នាព្រះថេរៈដើមអាសនៈក៏នឹកឆ្ងល់ថាគេសុំកុំឲ្យសូត្រធัวករណីសូមឲ្យផ្លាស់ទៅសូត្រវិរូបខេតែឥឡូវសូត្រវិរូបខេទៅស្រាប់តែនាំគ្នាសប្បាយបែបដូចជាប្លែកព្រះថេរៈនឹកអៀនក្នុងប្រតិណាស់ខ្លាចក្រែងគេរិះគន់ថាលោកសូត្រខុសទើបត្រឡប់មកចាប់សូត្រធัวករណីវិញលោកទើបតែនឹងចាប់សូត្របាន3-4ព្រះអស់ស្រាប់តែទាយុទាយិកានាំគ្នាដកខ្លួនបន្តិចម្ដងរហូតដល់អស់រលីងស្ងាត់សូន្យឈឹងភ្លើងក៏រលត់ភ្លឹបផ្ទះដែលព្រះសង្ឃឡើងទៅនោះត្រឡប់ទៅជាគុម្ពឫស្សីយ៉ាងញៀតស្បាតបារីតែស្ករទៅជាដុំធ្យូងដុំខ្សាច់និងកំណាត់ឈើអស់ទើបព្រះសង្ឃភ្ញាក់ថាជាបិសាចខ្លែងខ្លួនធ្វើជាមនុស្សទម្រាំតែព្រះភិក្ខុផងគ្នានៅឯវត្តដឹងលោកគ្រូជាប់នៅក្នុងគុម្ពឫស្សីលោកគ្រូនិងព្រះសង្ឃ3អង្គទៀតត្រូវអត់ចង្ហាន់ 2-3 ថ្ងៃដោយហេតុនឹងហើយទើបចាស់បុរាណលោកថាធัวករណីនេះធ្វើឲ្យខ្មោចខ្លាចណាស់ឯធัวវិរូបខេធ្វើឲ្យខ្មោចសប្បាយចិត្តទៅវិញកាលណាស្រុកមិនសូវស្រួលដោយមានជំងឺដំកាត់ផ្សេងមានអាសន្នរោគអត់ជាដើមនោះគេតែងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តហើយសុំឲ្យលោកសូត្រធัวករណីនេះឲ្យបាន 7-8 ចប់ហើយហាមដាច់មិនឲ្យព្រះសង្ឃសូត្រធัวវិរូបខេឡើយដោយមានជំនឿតាមរឿងដែលរៀបរាប់មកខាងលើនេះម្យ៉ាងទៀតបុរាណមានជំនឿថាបើយើងដើរទៅណាមកណាយប់ហើយបើមានព្រឺរោមព្រឺស្បែកត្រូវសូត្រធัวករណីនេះដែរដោយសំអាងថាខ្មោចមិនលងនិយាយពីបុរសដែលទៅរកស៊ីនៅស្រុកឆ្ងាយក្រោយដែលបានទៅរកស៊ីមានលុយកាក់ល្មមត្រឡប់មកលំនៅម្ដងហើយក៏វិលត្រឡប់មកស្រុកកំណើតវិញមកដល់កណ្ដាលផ្លូវគេប្រាប់ថាអ្នកឯងទៅមិនទាន់បានទេព្រោះអ្នកភូមិនោះឯងកើតជំងឺអាសន្នរោគច្រើនណាស់មនុស្សអ្នកភូមិស្លាប់គ្មាននរណាកប់នរណាទេ
ហើយប្រពន្ធកូននេះឯងក៏ប្រហែលជាស្លាប់ទៅហើយឬយ៉ាងណាក៏មិនដឹងព្រោះអ្នកភូមិដទៃឥតមាននរណាម្នាក់ហ៊ានចូលទៅទេបុរសនោះដោយសេចក្តីនឹកប្រពន្ធកូនខ្លាំងពេកក៏ចេះតែចចេះចូលទៅគាត់ខំធ្វើដំណើរទាំងយប់ហើយទាំងសស្លាប់សស្លក់ផងលុះទៅជិតដល់លំនៅខ្លួនមើលទៅឃើញភ្លើងផ្លុងគ្រប់ផ្ទះដោយប្រក្រតីគាត់ត្រេកអរណាស់ហើយនឹកខឹងនឹងអ្នកស្រុកដែលប្រាប់ពីពាក្យកណ្ដាលផ្លូវថាគេនិយាយកុហកខ្លួនប៉ុន្តែនៅតាមផ្លូវទៅផ្ទះគាត់មានសេចក្តីសង្ស័យដែរចំពោះសភាពស្ងប់ស្ងាត់ប្លែកពីធម្មតាតែគាត់សន្និដ្ឋានថាប្រហែលជាអ្នកស្រុកមិនសូវស្រួលមែនទើបស្ងាត់យ៉ាងនេះលុះទៅដល់ទ្វាររបងផ្ទះក៏ស្រែកហៅប្រពន្ធពេលនោះគាត់ឃើញស្រីម្នាក់ដែលគាត់បានស្គាល់ច្បាស់ថាជាប្រពន្ធរបស់គាត់រត់មកទទួលរាក់ទាក់នឹងគាត់ដូចធម្មតាមានអ្វីគួរឲ្យសង្ស័យសោះនាងនោះខំប្រញេបប្រញាប់ទៅបង្កាត់ភ្លើងដាំបាយឲ្យប្តីបរិភោគប៉ុន្តែនាងហាមប្តីនាងមិនឲ្យចូលទៅក្នុងបន្ទប់នាងដេកទេឲ្យគាត់សម្រាកនៅខាងក្រៅសិនហើយប្តីនឹកឆ្ងល់នឹងឥរិយាបថដ៏ចម្លែករបស់ភរិយាណាស់ដោយគាត់សង្កេតឃើញភ្នែកនាងធំលៀនបែបក្រហមហើយក្រឡេបក្រឡាប់ខុសពីធម្មតាថែមទាំងធំក្លិនគម្រោងសាក់សពបកចេញពីបន្ទប់ដេកមកម្ដងផងគាត់ក៏ចង់ដឹងថាតើមានអ្វីនៅក្នុងបន្ទប់ដេកនោះបានជានាងហាមឃាត់មិនឲ្យចូលគិតសពគ្រប់ទៅក៏ចេះតែអង្គុយអង្កេតកិរិយារបស់ប្រពន្ធបន្តិចមកឃើញលៀនអណ្ដាតយ៉ាងវែងគេវយកវែកដែលរបូតពីដៃធ្លាក់ទៅដីមកវិញដីចេះតែសម្លឹងអាកប្បកិរិយាប្រពន្ធកាលបើឃើញដូច្នេះដឹងថាមិនមែនជាប្រពន្ធខ្លួនពិតប្រាកដទេគឺច្បាស់ជាពពួកបិសាចខ្លែងភេទហើយទើបនឹកឃើញដល់រឿងដែលគេប្រាប់ពាក្យកណ្ដាលផ្លូវថាមានពួកបិសាចធ្វើបាបលោកសង្ឃដោយដែលរៀបរាប់មកខាងលើហើយនោះភ្លាមនោះក៏លបចូលទៅវែកមុងក្នុងបន្ទប់របស់ប្រពន្ធខ្លួនមើលឃើញខ្មោចប្រពន្ធកូនស្លាប់ស្អុយរលួយដង្កូវរុកកើតថយចេញមកវិញហើយគិតរកមធ្យោបាយដើម្បីដោះខ្លួនអំពីកំណាប់ដៃមេបិសាចនេះទើបគាត់និយាយទៅកាន់នាងនោះថាឯងដាំឲ្យឆ្អិនឆាប់ទៅវើយគ្នាអស់កម្លាំងណាស់គ្នាទៅនោមនៅចុងរៀនក្រៅផ្ទះឯណោះមួយផ្លែតថាហើយគាត់ក៏ចោះក្អមទឹកមួយដែលនៅក្បែរនោះបង្ហូរទឹកទៅដីឮដូចមនុស្សនោមមែនចោះរួចគាត់លបចោះរត់បាតជើងសព្រាតតម្រង់ទៅអារាមមួយដែលមានលោកគ្រូមួយអង្គចេះមន្តអាគមគាថាពូកែខាងការពារខ្មោចបិសាចនិងអាបធ្មប់ចំណែកនាងបិសាចឮសូរប្តីនាងនោមយូរពេកនឹកឆ្ងល់ក៏តាមទៅមើលមិនឃើញប្តីក៏រត់តាមក្រោយយ៉ាងលឿនដល់ពាក្យកណ្ដាលផ្លូវឃើញប្តីចំណែកប្តីរត់មិនទាន់បានប្រមាណផងងាកក្រោយឃើញខ្មោចដេញតាមខ្លួនថាមើលទៅស្ទុះមិនរួចអំពីកំណាប់ដៃបិសាចក៏រត់ឡើងបាយម៉ាតមួយដើមដែលនៅក្បែរនោះនាងបិសាចមិនហ៊ានទៅជិតដើមនោះសោះចេះតែដើរក្រឡឹងក្បែរហើយស្រែកហៅប្តីឲ្យចុះមកបុរសនោះដឹងថានាងបិសាចនេះពិតជាខ្លាចដើមបាយម៉ាតនេះហើយបានជាមិនហ៊ានមកជិតអញសោះក៏កាច់មែកបាយម៉ាតមួយមែកលីដើរសំដៅទៅវត្តទៅឯនាងបិសាចពិតមែនតែមិនហ៊ានទៅជិតបុរសជាប្តីដោយខ្លាចដើមបាយម៉ាតមែនតែនាងនៅតែដើរតាមពីក្រោយរហូតបុរសទៅដល់វត្តស្ទុះចូលក្នុងកណ្ដាលជំនុំសង្ឃដែលកំពុងធ្វើឧបោសថកម្មក្នុងព្រះវិហារហើយពិតពុទ្ធដីកាព្រះសង្ឃតាមដំណើរពេលនោះលោកគ្រូដែលពូកែខាងមន្តគាថាក៏នាំបរោះនោះទៅក្នុងកុដិរបស់លោកហើយសូត្រអាគមគាថាពុទ្ធសីមាយ៉ាងស្វាហាប់ឯនាងបិសាចក៏មិនទៅណាឆ្ងាយអំពីកុដិព្រះសង្ឃនោះទេពិតមែនតែនាងចូលទៅក្នុងកុដិលោកតាមប្តីនាងមិនបានដោយរបាំងនៃមន្តអាគមគាថាប៉ុន្តែនាងចេះតែក្រវ៉ាលរកមធ្យោបាយគ្រប់បែបគ្រប់យ៉ាងដើម្បីចូលទៅរកប្តីនៅក្បែរកុដិព្រះថេរៈអង្គនោះមានដើមជាជ្វាមួយដើមដែលមានធាងដោះចូលទៅត្រង់បង្អួចកុដិទោះបីមន្តអាគមគាថារបស់លោកពូកែយ៉ាងណាក៏មិនអាចទប់ឈ្នះនឹងដើមជាជ្វានោះដែរលោកពុទ្ធសីមាបានតែត្រង់កន្លែងណាដែលធាងជាជ្វាមិនទៅប៉ះនឹងសម្រាប់កុដិប៉ុណ្ណោះចំពោះមួយភាគតូចនៃកុដិរបស់លោកដែលធាងជាជ្វាទៅប៉ះនោះនៅចន្លោះជាឱកាសដ៏ប្រសើរដល់នាងបិសាចក៏ឡើងតាមដើមជាជ្វាហើយស៊ូតាមធាងមេជ្វានោះឆ្លងចូលទៅក្នុងកុដិរបស់លោកកាច់កប្តីរបស់ខ្លួនសម្លាប់ក្នុងពេលនោះទៅព្រោះហេតុដូចមានរឿងនិទានមុខនេះហើយទើបបុរាណខ្មែរយើងនិយមជំនឿនេះ
ហាម5កូនចៅមិនឲ្យដាំដើមចេកជ្វានៅជាប់នឹងសញ្ញាផ្ទះគេថាវាដាក់ខ្លួនឯដើមបាយម៉ាតក៏បានជាឱសថសម្រាប់ការពារមួយមុខយ៉ាងពូកែចំពោះខ្មោចព្រាយបិសាចនិងអាបធ្មប់ជាប់រហូតមកដល់សពថ្ងៃនេះរឿងដើមភ្លៅនាងគ្រាន់តែឮឈ្មោះថាដើមភ្លៅនាងគេនឹកឆ្ងល់ភ្លាមចង់ដឹងគ្រប់គ្នាតើវាមានដំណើររឿងរ៉ាវដូចម្ដេចបានជារុក្ខជាតិនេះមាននាមពីរោះម្ល៉េះបើសង្កេតរូបភាពនៃដើមនេះវិញគេឃើញថាមានដើមនោះត្រសូលស្អាតពុំមានថ្នាំងឬភ្នែករដេបរដប់ទេឯសម្បុរសម្បកទៀតសោតក៏សស្អាតក៏នាំឲ្យនឹកថាប្រហែលជាបុរាណលោកប្រដូចដើមនេះទៅនឹងសាច់ភ្លៅរបស់ស្រីណាមួយហើយមើលទៅដើម្បីដោះស្រាយសេចក្តីឆ្ងល់នេះក្រុមជំនុំទំនៀមទម្លាប់សូមជូនឯកសារមួយដែលមាននិទានរឿងដូចតទៅនេះកាលនោះមានព្រះរាជាមួយអង្គព្រះនាមពុំប្រកាសរឿងនេះកន្លងទៅច្រើនសតវត្សមកហើយព្រះរាជាអង្គនោះទ្រង់មានស្នំមហេសីច្រើនអង្គមានព្រះរាជបុត្រក៏ច្រើនលុះយូរបន្តិចមកព្រះរាជាអង្គនេះទ្រង់សពព្រះរាជហឫទ័យនឹងនាងមួយឈ្មោះនាងច័ន្ទព្រះអង្គទ្រង់យកនាងនោះធ្វើជាស្នំពៅបង្អស់នាងនោះមានរូបឆោមលោមពណ៌ល្អយ៉ាងឆើតជាងស្នំមហេសីទាំងអស់តែនាងនោះឥតមានព្រះរាជបុត្រទេលោះហើយព្រះអង្គក៏សពព្រះរាជហឫទ័យជាជាងស្នំមហេសីទាំងអស់ដែរព្រោះនាងចេះប្រកបកិច្ចការដាំស្លធ្វើភោជនាហារត្រូវព្រះតីព្រះអង្គព្រះរាជាក៏លើកដំកើងនាងច័ន្ទធ្វើជាព្រះអគ្គមហេសីធំលើសគេឯងនិយាយពីនាងច័ន្ទនេះនាងមានក្រចកដៃល្អលូតលាស់វែងគ្រប់ទាំង10បីដូចជាស្លាបព្រាបើធ្វើក្រយ៉ាស្ងោយថ្វាយស្ដេចនាងយកកញ្ចក់នោះដងទឹកឬដួសដល់គ្រឿងផ្សេងដើម្បីធ្វើជារង្វាស់ឲ្យដឹងប្រមាណមិនឲ្យប្រៃពេកឬសាបពេកឲ្យតែល្មមសូម្បីនាងបងប្រហុកអំបិលស្លឹកគ្រៃឬគ្រឿងអ្វីក្នុងសម្លក្តីនាងក៏យកកញ្ចក់ម្រាមដៃធ្វើជាស្លាបព្រាម្លោះហើយនាងស្លដោយមានកម្រិតកំណត់ត្រឹមត្រូវល្អណាស់សម្លនោះមានឲ្យជារសឆ្ងាញ់ណាស់នាំឲ្យព្រះស្វាមីសពព្រះរាជហឫទ័យរាល់ពេលវេលាលុះចំនេរយូរទៅព្រះអគ្គមហេសីទាំងអស់ក៏មានការក្តៅក្រហាយច្រណែនចិន្តាថាហេតុអ្វីក៏ព្រះអង្គតាំងពីបាននាងច័ន្ទដែលជាកូនរាស្ត្រសុបសាទធ្វើជាស្នំហើយលើកដំកើងជាអគ្គមហេសីលើសយើងរាល់គ្នានេះហាក់ដូចជាព្រះអង្គបងស្នេហាអំពីយើងគ្រប់គ្នាហើយដូច្នេះយើងរាល់គ្នាមិនត្រូវនៅក្រអាស់ព្រងើយកន្តើយឡើយត្រូវរកឧបាយណាមួយដើម្បីឲ្យព្រះអង្គស្វាមីនៃយើងឃ្លាតចាកសេចក្តីស្នេហាអំពីនាងច័ន្ទចេញទើបយើងរាល់គ្នានឹងបានសេចក្តីសុខគិតដូច្នោះហើយក៏នាំគ្នាឡើងទៅគាល់ព្រះរាជាក្រាបទូលសេចក្តីពិតថាបបិទ្ធព្រះអង្គជាស្វាមីសូមព្រះអង្គជ្រាបខ្ញុំម្ចាស់ទាំងអស់គ្នាបានឃើញហេតុច្បាស់អំពីនាងច័ន្ទព្រះអង្គហាក់ដូចជាពុំបានជ្រាបការអ្វីសោះនាងនោះជាមនុស្សស្មោកគ្រោកជួជាតិអាក្រក់សពថ្ងៃនេះបើនាងធ្វើក្រយ៉ាស្ងោយថ្វាយព្រះអង្គខ្ញុំម្ចាស់បានឃើញច្បាស់នាងយកក្រចកម្រាមដៃនាងដួសដងគ្រឿងដាក់ក្នុងសម្លនោះប៉ុន្តែបើព្រះអង្គមិនជឿរឿងនេះដូចជាខ្ញុំម្ចាស់ក្រាបទូលទេសូមព្រះអង្គចាត់រាជបម្រើណាមួយលបមើលក្នុងពេលដែលនាងកំពុងធ្វើក្រយ៉ាស្ងោយថ្វាយព្រះអង្គចុះទើបជ្រាបនៅហេតុពិតនោះជាមិនខានព្រះរាជាកាលបានទ្រង់ព្រះសម្ដាប់អំពីមហេសីទាំងអស់ក្រាបទូលដូច្នោះហើយក៏ព្រះអង្គទ្រង់ក្រោធទ្រង់ចាត់រាជបម្រើមួយឲ្យទៅតាមសង្កេតនៅហេតុនោះតើពិតឬមិនពិតលុះរាជបម្រើបានសង្កេតទៅឃើញពិតដូច្នោះមែនទើបព្រះមហាក្សត្រទ្រង់ចាត់នាយពេជ្ជឃាតឲ្យយកនាងច័ន្ទទៅសម្លាប់ចោលឯនាងច័ន្ទកាលបើបានដឹងនៅហេតុដែលព្រះអង្គខ្ញាល់និងអំពើដែលនាងបានធ្វើដូច្នោះនាងក៏មានសេចក្តីតក់ស្លុតនាងបានភៀសខ្លួនរត់ចេញពីព្រះបរមរាជវាំងដើម្បីឲ្យរួចផុតពីសេចក្តីស្លាប់ឯពេជ្ជឃាតក៏ទៅរកចាប់នាងតាមព្រះតម្រាស់តែរកនាងពុំឃើញក្នុងប្រាសាទក៏ឡើងទៅក្រាបទូលបង្គំព្រះរាជាទ្រង់ឲ្យលើបកងពលរេទៅតាមចាប់នាងឲ្យបានយកមកសម្លាប់ចោលកាលនោះពួកពលសេនាលើកទ័ពតាមរកនាងជាយូរថ្ងៃយូរខែពុំបានជួបនាងសោះឯនាងក៏រត់ឲ្យរួចពីព្រះរាជអាជ្ញាដែរតែចៃដន្យ
បុព្វកម្មអ្វីរបស់នាងអំពីអតីតជាតិក៏ឲ្យពួកពលសេនាទាហានតាមនាងទាន់នៅកន្លែងមួយចាប់យកនាងបានហើយនាំគ្នាធ្វើឃាតចោលទៅនិយាយពីនាងច័ន្ទមុននឹងស្លាប់នាងបាននឹកដល់វាសនាអភ័ព្វរបស់ខ្លួនដែលបានធ្វើជាមហេសីហើយជាអកុសលអ្វីមកបណ្ដាលឲ្យព្រះរាជាទ្រង់ក្រោធយកទោសដល់ជីវិតម្ល៉េះហើយនាងក៏តាំងសច្ចាចំពោះទេវតាដែលស្ថិតនៅដើមព្រឹក្សាលតាវរសូមឲ្យលោកធ្វើជាសាក្សីថាអោជីវិតសង្ខាររបស់ខ្ញុំពេលនេះមច្ចុរាជគឺសេចក្តីស្លាប់តាមមកទាន់ហើយនឹងបណ្ដាច់សេចក្តីស្នេហារបស់ខ្ញុំអំពីព្រះអង្គស្វាមីឥឡូវហើយដោយព្រះស្វាមីក្រោធចំពោះរូបខ្ញុំដែលទ្រង់ពុំបានពិចារណារកហេតុផលជាមុនឬមួយព្រះអង្គពុំមានប្រោសមេត្តាដល់រូបខ្ញុំសោះទេនោះខ្ញុំសូមសច្ចាផ្សងថាអាការៈទាំង32របស់ខ្ញុំឲ្យបានទៅជាឈ្មោះរុក្ខាលតាវរទាំងនេះហើយឲ្យព្រះអង្គបានជួបនឹងឈ្មោះដែលជានាមនៅជាប់នឹងឈើទាំងនេះកុំបីឲ្យរំលងរួចឡើយឯនាមរបស់ខ្ញុំផ្ទាល់សូមផ្ញើនឹងដើមក្រស្នាដែលមានក្លិនក្រអូបហើយជាទីសពព្រះរាជហឫទ័យរបស់ព្រះអង្គផងសច្ចាបួងសួងចប់ហើយពេជ្ឈឃាតក៏ប្រហារជីវិតនាងខ្សៃបងទៅចំណែកនាមឈ្មោះរបស់នាងក៏បានទៅប្រទេសជាប់នឹងដើមក្រស្នាទៅជាដើមច័ន្ទក្រស្នាឯអាយតនៈដទៃទៀតក៏ទៅប្រទេសរូបភាពនៅនឹងរូបរុក្ខជាតិផ្សេងដូចជាកេសាបាននៅជាប់នឹងដើមផ្លែពោតហៅថាសក់ពោតលូមៀគឺរោមបានទៅជាប់នឹងអមម៉ាំងសាំងគឺសាច់នាងផ្ញើនឹងដើមចាឯសាច់ភ្លៅដែលត្រលុកត្រលន់នោះបានផ្ញើនឹងដើមឈើមួយបែបដែលមានដើមតូចល្មមគេហៅជាប់ថាដើមភ្លៅនាងរហូតមកដល់សប្តាហ៍ថ្ងៃនេះសូមអរគុណសម្រាប់ការតាមដានស្ដាប់និងទស្សនាកុំភ្លេចចុច Subscribe ដើម្បីតាមដាននៅរឿងនិទានផ្សេងៗទៀតសូមអរគុណ